ជាក្រុមស្រោធមមួយយើងចិញ្ចឹមសត្វដើម្បីផលចំណេញតែយើងក៏អាចផ្ដល់ផលិតផលមួយទៅដល់អ្នកហូបឲ្យគាត់បានទទួលនៅផលិតផលប្រកបដោយសុវត្ថិភាពផងដែរខ្ញុំបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មថ្នាក់បរិញ្ញាបត្រខាងផ្នែកវិទ្យាសាស្ត្រសត្វជាបទពិសោធន៍របស់ខ្ញុំតាំងពីខ្ញុំចាប់ផ្ដើមធ្វើការមកគឺចាប់ពីឆ្នាំ2015មករហូតមកដល់ឆ្នាំ2025ការជានិស្សិតក៏យើងបានធ្វើការ volunteer ជាមួយនឹងបងប្អូនជាមួយនឹងម្ចាស់កសិដ្ឋានផ្សេងៗតាំងពីឆ្នាំ2014មកម្លេះអញ្ចឹងជាបទពិសោធន៍រួមទៅលើវិស័យចិញ្ចឹមសត្វនេះគឺយើងមានបទពិសោធន៍12ឆ្នាំរួចមកហើយហេតុផលតែមួយគត់ដែលធ្វើឲ្យខ្ញុំអាចចាប់អារម្មណ៍ជាមួយនឹងវិស័យចិញ្ចឹមសត្វដោយសារតែយើងមើលឃើញពីទំនោរនៃតម្រូវការបច្ចុប្បន្នទៅថ្ងៃអនាគតសម្រាប់ទៅលើវិស័យចិញ្ចឹមសត្វទី2គឺដើម្បីជាការរួមចំណែកជួយទៅរាប់បងប្អូនដែលគាត់កំពុងតែចិញ្ចឹមទៅលើវិស័យចិញ្ចឹមសត្វដើម្បីផ្ដល់ជាបច្ចេកទេសនិងដំណោះស្រាយផ្សេងៗដើម្បីជួយទៅដល់ការគ្រប់គ្រងរបស់បងប្អូនដែលគាត់កំពុងតែជួបប្រទះនៃបញ្ហានៃការចិញ្ចឹមសត្វជាគុណវិបត្តិជាក់ស្ដែងទៅលើការចិញ្ចឹមសត្វបើសិនជាបងប្អូនដែលគាត់មានថាមិនមានក្រមសីលធម៌ត្រឹមត្រូវឬក៏គាត់ចង់តែចំណេញតែខ្លួនឯងហើយគាត់ប្រើជាសារធាតុអរម៉ូនណាជាផលប៉ះពាល់វិញវាធ្វើឲ្យមានផលប៉ះពាល់ធំធេងដល់សុខភាពសាធារណៈជាពិសេសគឺផលប៉ះពាល់ដល់អ្នកដែលហូបជាមួយនឹងផលិតផលសាច់ដែលបានប្រើជាមួយនឹងសារធាតុជំរុញនៃការលូតលាស់ឬក៏អរម៉ូននេះផលប៉ះពាល់នេះវាអាចនឹងកើតមានជាបញ្ហាជំងឺរ៉ាំរ៉ៃឬក៏ជំងឺធ្ងន់ធ្ងរទៅថ្ងៃអនាគតសម្រាប់ខ្ញុំផ្ទាល់ដែលធ្លាប់ឆ្លងកាត់ទៅលើវិស័យចិញ្ចឹមសត្វហើយធ្វើការជាមួយនឹងបងប្អូនដែលទៅលើចិញ្ចឹមសត្វនេះបើសិនជាអាចគឺបងប្អូនកុំប្រើជាមួយនឹងសារធាតុជំរុញនៃការលូតលាស់ឬក៏អរម៉ូននេះជាដាច់ខាតតែម្ដងពីព្រោះវាមិនមានផលចំណេញអីដល់សុខភាពសាធារណៈទេជារួមបងប្អូនគួរតែមានការប្រុងប្រយ័ត្នឬក៏ជៀសវាងដើម្បីជាក្រុមស្រោធមមួយយើងចិញ្ចឹមសត្វដើម្បីផលចំណេញតែយើងក៏អាចផ្ដល់ផលិតផលមួយទៅដល់អ្នកហូបឲ្យគាត់បានទទួលនៅផលិតផលប្រកបដោយសុវត្ថិភាពផងដែរសម្រាប់បងប្អូនដែលគាត់មានការព្រួយបារម្ភពាក់ព័ន្ធជាមួយនឹងប្រភេទផលិតផលសាច់ដែលអាចនឹងផ្ទុកជាមួយនឹងសារធាតុជំរុញនៃការលូតលាស់ឬក៏ពពុះអរម៉ូននេះគាត់ព្រួយបារម្ភចំពោះប្រភេទផលិតផលសាច់នាំចូលពីខាងក្រៅដែលគ្មានប្រភពឬក៏ការត្រួតពិនិត្យបានត្រឹមត្រូវឆក់ល្បីណាមួយធ្វើឲ្យគាត់នឹងអាចមានបញ្ហានៃការហូបចុកនោះបានសម្រាប់ខ្ញុំផ្ទាល់ដែលយើងធ្លាប់ធ្វើការជាមួយនឹងបងប្អូនឬក៏ជាមួយនឹងអ្នកចិញ្ចឹមឬក៏ជាមួយនឹងដៃគូសម្រាប់គាត់ប្រម៉ូទិញជាមួយនឹងផលិតផលសាច់ដូចជាប្រភេទសត្វរស់ឬក៏មាន់ជ្រូកអីផ្សេងៗចាត់ស្ដែងដូចជា AG Food គាត់បានគុតគង់ជាមួយនឹងផលិតផលសាច់ដូចមានជាមាន់ស្រែរបស់យើងក៏ដូចជាសាច់ជ្រូកដើម្បីយកមកចែកចាយទៅលើទីផ្សារហើយនឹងចែកចាយទៅដល់តាម Supermarket ផ្សេងៗហើយនឹងផលិតផលកែច្នៃផ្សេងៗសម្រាប់យកទៅចែកចាយសម្រាប់បងប្អូនដែលគាត់ហូបអញ្ចឹងបងប្អូនអាចមានទំនុកចិត្តខ្ពស់ឬក៏បងប្អូនអាចតាក់ទងជាមួយនឹងខាង AG Food ដែលជាក្រុមហ៊ុនមួយដែលជាទីទំនុកចិត្តជាក្រុមហ៊ុនរបស់ខ្មែរយើងផងដែរសម្រាប់ AG Food តើអ្វីដែលខ្ញុំបានដឹងគឺគាត់ផ្ដល់អ្នកបច្ចេកទេសទៅត្រួតពិនិត្យទាំងពីដំណើរការនៃការចិញ្ចឹមផ្ដល់ជាបច្ចេកទេសធៀបចូលផ្ដល់ជាព័ត៌មានសំខាន់ៗទៅដល់អ្នកចិញ្ចឹមជាវិងសារធាតុនៃចំណុចអីផ្សេងៗហ្នឹងរហូតគាត់ចុះចាប់ហើយគាត់ប្រមូលផលមកដល់ទីសត្វធាតុគាត់មានស្តង់ដារមានអនាម័យហើយបន្ទាប់ចេញពីហ្នឹងបានគាត់យកទៅចែកចាយវេចខ្ចប់ទៅដល់តាមផ្សារឬក៏តាម Supermarket អីផ្សេងៗថាទំនើបអីផ្សេងៗនេះគឺជាប្រសេសដែលគាត់បានធ្វើសម្រាប់ AG Food ជាមតិយោបល់របស់ខ្ញុំសូមសំណូមពរទៅដល់បងប្អូនដែលគាត់ជាអ្នកដែលចិញ្ចឹមយើងត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងហើយនឹងបានខ្ពស់បំផុតសម្រាប់ការចិញ្ចឹមក្រៅពីការចិញ្ចឹមឲ្យបានផលចំណេញសម្រាប់យើងត្រូវចិញ្ចឹមឲ្យបានជាផលចំណេញដល់អ្នកហូបឲ្យអ្នកហូបគឺទទួលបានសាច់ប្រកបទៅដោយសុវត្ថិភាពមានគុណភាពល្អជៀសវាងសារធាតុជំរុញជៀសវាងសារធាតុអរម៉ូនដែលជាហេតុធ្វើឲ្យអ្នកហូបគាត់ទទួលរងផលប៉ះពាល់តាមរយៈសារធាតុជំរុញអស់ហ្នឹងឲ្យគាត់អាចកើតនឹងមានបញ្ហាសុខភាពដូចជាជំងឺរ៉ាំរ៉ៃឧទាហរណ៍ដូចជាជំងឺមហារីកអីជាដើមក៏សូមសំណូមពរទៅបងប្អូនដែលគាត់ជាអ្នកដែលទិញផលិតផលសាច់យកទៅធ្វើម្ហូបសម្រាប់គ្រួសារក៏ដោយតាមភោជនីយដ្ឋានក៏ដោយបងប្អូនគួរតែស្វែងរកប្រភពឬក៏កន្លែងដែលលក់ផលិតផលឲ្យច្បាស់លាស់ដែលមានគេហៅថាស្តង់ដារត្រឹមត្រូវប្រកបដោយសុវត្ថិភាពមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវដើម្បីយើងទទួលបាននៅចំណីអាហារមួយប្រកបដោយសុវត្ថិភាពនិងសុខភាពល្អទាំងអស់គ្នាទាំងភ្ញៀវរបស់យើងផ្ទាល់ទាំងគ្រួសាររបស់យើងផ្ទាល់